ចាឥឡូវនេះសម្រាប់ពេលវេលាដែលអស់លោកស្រីនាងកញ្ញាកំពុងតែទន្ទឹងរង់ចាំថាតើបេក្ខជន3រូបនេះតើបេក្ខជនណាដែលទទួលបានបន្ទុកខ្ពស់ជាងគេហើយនឹងអាចយកទឹកប្រាក់$1000តើតើទៅនឹងសំណួរមិញគឺកម្មវិធីសួរម្នាក់5សំណួរអញ្ចឹងចង់ដឹងថាតើសំណួរណាខ្លះដែលត្រូវនិងសំណួរណាខ្លះដែលខុសសូមទស្សនាជាមួយនឹងវីដេអូខ្លីរបស់យើងចាសសូមជឿតើ1លីត្រស្មើប៉ុន្មានមីលីលីត្រ1000មីលីលីត្រតើបើវចនានៃប្រជាណាចក្រកម្ពុជាជាអ្វីភ្នំដែលខ្ពស់ជាងគេនៅប្រជាណាចក្រកម្ពុជាមានឈ្មោះអ្វីបូកូបងតើរូបសំណាកអ្វីដែលតំណាងឲ្យខេត្តបាត់ដំបងតើតួអង្គឯកប្រុសស្រីនៅក្នុងរឿងកុលាបបៃលិនមានឈ្មោះអ្វីតើកន្លះគីឡូម៉ែត្រស្មើនឹងប៉ុន្មានម៉ែត្រ5គីឡូម៉ែត្របងតើនៅក្នុងរឿងម៉ាក់ថើងតួអង្គស្រីដែលត្រូវជាប្រពន្ធម៉ាក់ថើងមានឈ្មោះអ្វីក្នុង1ឆ្នាំ12ខែហើយក្នុង12ខែនោះមាន1ខែដែលមានរយៈពេលត្រឹមតែ28ថ្ងៃប៉ុណ្ណោះតើខែនោះជាខែណាក្នុងចំណោមខែទាំង12មាន2ខែបងភ្លើងស្តុបមានប៉ុន្មានពណ៌អ្វីខ្លះមាន4ពណ៌បងតើទន្លេអ្វីដែលមានប្រវែងវែងជាងគេនៅប្រទេសកម្ពុជាទន្លេមេគង្គតើ1ហិកតាមានប៉ុន្មានម៉ែត្រ4ជ្រុង10000ម៉ែត្រតើ1គីឡូក្រាមស្មើប៉ុន្មានក្រាម1គីឡូក្រាមស្មើ100ក្រាមតើរូបសំណាកអ្វីដែលតំណាងខេត្តកំពតរូបសំណាកសេះពណ៌សតើប្រភេទជំងឺអ្វីដែលចម្លងដោយមូសខ្លាញីជំងឺគ្រុនចាញ់បងតើទូរស័ព្ទ iPhone ផលិតឡើងដោយក្រុមហ៊ុនអ្វីក្រុមហ៊ុន Apple បងចាអរគុណច្រើនសោកស្ដាយមែនទែន5សំណួរដែលបេក្ខជនទាំង3រូបសួរដែលនាងខ្ញុំសួរគឺម្នាក់ឆ្លើយត្រូវបានតែ1សំណួរតែប៉ុណ្ណោះហើយឈួតអីអូអញ្ចឹងមានណាម្នាក់តាន់តែមួយសំណួរនេះចាម្នាក់គឺត្រូវបានតែ1សំណួរតែប៉ុណ្ណោះអាចអត់លុយទាំងអស់គ្នានឹងដល់ពេលឥឡូវហ្នឹងដល់ពេលគាត់ឆ្លើយត្រូវម្នាក់មួយសំណួរអញ្ចឹងកម្មវិធីរបស់យើងរត់តែពិបាកពីព្រោះអីស្មើគ្នាអញ្ចឹងអាចអត់ទាំង3នេះមកត្រូវខាងនេះភ្លើងស្តុបមានប្រហែលពណ៌20ពណ៌ខាងនេះត្រូវ1អូប្រពន្ធធ្វើជួយឆយីត្រូវ2អរគុណឥឡូវសូមសួរបេក្ខជនវិញម្ដងឥឡូវនេះបងអូនដឹងហើយលទ្ធផលនៃការឆ្លើយសំណួរមិញម្នាក់ឆ្លើយត្រូវបានតែ1សំណួរប៉ុណ្ណោះសម្រាប់បងប្រុសនៅពេលនេះមានអារម្មណ៍យ៉ាងណាដែរមានអារម្មណ៍ថាធម្មតាធ្វើម៉េចយើងឆ្លើយបានប៉ុន្មានយើងយកប៉ុណ្ណឹងបងភ័យទេភ័យបងចាចុះសម្រាប់អូនទីខ្ញុំអត់សូវភ័យហ្នឹងបងប៉ុន្តែខ្ញុំទទួលយកសំណួរដែលខ្ញុំឆ្លើយចាទទួលយកណាចាចុះបងអូនបេឡាធម្មតាព្រោះអីឆ្លើយបានតែ1ត្រូវតែ1ចាអញ្ចឹងប្រឈមមុខទាំងអត់ទាំង3អូនភ័យអីទេអូនអើយដល់សារអីប្រឡងវាតែងតែមានចាញ់និងមានឈ្នះចាការប្រកួតគ្នាវាតែងតែមានចាញ់និងមានឈ្នះតែមានស្មើវាចឹងដែរណាអូនចឹងបាច់ភ័យទេកុំភ័យជាយើងធ្លាក់តែយើងបានល្បីនៅក្នុងបណ្ដាញ Facebook របស់យើងគេស្គាល់យើងបានច្រើនហើយជាពិសេសបានកម្មវិធីស្ថានីយ៍ទទួលប៉ុស្តិ៍បាយ័នគាត់បានបង្កើតនៅកម្មវិធី The Style ហ្នឹងឲ្យយុវវ័យយើងគឺមានចាលទ្ធភាពចូលលេងចូលសម្ដែងជាពិសេសគឺអូនទាំង3នាក់គឺមានចិត្តក្លាហានដោយសារអីអូនអត់ដែលឡើងសម្ដែងនៅលើវេទិកាទេប៉ុន្តែឡើងមកដូចជាអ្នកអាជីពចឹងអត់មានញ័រជើងទៅអីបងកាត់ដបងញ័រជើងចង់ជ្រុះសពុតអូននិយាយត្រង់បងដឹងខ្លួនឯងចឹងបងស្លៀកខោ10ជាន់ណាចាអញ្ចឹងធ្លាក់3កុំមានបញ្ហាទេធ្លាក់ឡើង9នៅហ្នឹងសល់1ហ្នឹងចាអរគុណឥឡូវបន្ទុកដែលបងទាំង3យកបានគឺម្នាក់1បន្ទុកប៉ុន្តែដោយតែបងជម្រាបតាំងពីដើមកម្មវិធីចឹងថាបងប្រុសនៅមានបន្ទុកដែលយើងនឹងធ្វើការផ្ដល់បន្ទុកគឺផ្នែកចម្រៀងនិងកាយវិការដែលផ្ដល់ពីគណៈកម្មការទាំង2រូបអញ្ចឹងបងអូនកុំតណាអស់សង្ឃឹមយើងនៅសល់បន្ទុករបស់យើងតើយើងបានបន្ទុកប្រមាណសម្រាប់គណៈកម្មការទាំង2រូបដែលធ្វើការដាក់បន្ទុកដល់បងអូនមួយរូបហើយអ្នកដែលមានបន្ទុកច្រើនជាងគេនឹងជាអ្នកឈ្នះ
កុំតណាយើងនៅមានបន្ទុកនៅក្នុងដៃម្នាក់មួយបន្ទុកឥឡូវសូមអញ្ជើញបងអូនឡើងមកខាងមុខហើយសម្រួលអារម្មណ៍កុំតន់ភ័យហើយសូមប្រគល់នាទីនេះជូនទៅបងតុជាអ្នកធ្វើការប្រកាសនៅលទ្ធផលបន្ទុកឥឡូវយើងធ្វើការប្រកាសនៅលទ្ធផលចំពោះប្អូនប្រុសទាំង3គឺថាសំណួរដែលប្អូនបានឆ្លើយគឺស្មើគ្នាបានមួយបន្ទុកដូចគ្នាប៉ុន្តែសម្រាប់ទៅលើការច្រៀងប្អូនខ្លះដឹងហើយថាសំឡេងយើងអត់សូវមានដងជាតារាចម្រៀងហើយច្រៀងគឺភ្លេងដេញតាមដូចជីសេះតាមដេញតាមមនុស្សយ៉ាងហើយសមត្ថភាពសម្រស់ល្អសង្ហាប្រហាក់ប្រហែលគ្នាសម្រាប់ថតរូប selfie មនុស្សទទួលគេហៅថាទទួល like ចូលអូនគឺប្រហាក់ប្រហែលគ្នាហើយពេលប្អូនពីររូបណាដែលត្រូវដើរចេញពីកម្មវិធីកុំអន់សពុនចិត្តពីព្រោះគណៈកម្មការឲ្យនេះគឺមានភាពសុក្រិតមែនតើមិនមែនប្អូនណាដែលជាប់ទៅយកលុយ$1000នោះមកសោបងតាមរៀលក៏គ្មានដែរអត់ដែរស្គាល់គ្នាពីមុនមែនទេអត់ដែរស្គាល់ទេពីព្រោះបងអ្នកលេង Facebook គឺកំពូលលេងគឺគេ like ចូលគឺអត់ដែរ comment អីទៅវិញទេដោយសារអត់ចេះហើយរូបដែលបង្ហោះទៅគឺគេ like មកអីចឹងអត់ដឹងថាតសេទៅយ៉ាងម៉េចទេហើយបងអត់ដែរបានស្គាល់ពួកប្អូនទាំង3ទេហើយអត់មានកាន់ជើងទៅបេក្ខជនរូបណាម្នាក់ទេហើយសូមសោកស្ដាយចំពោះប្អូនទាំង3គឺសមត្ថភាពល្អដោយសារអីប្អូនហ៊ានប្អូនក្លាហានប្អូនអត់ដែរច្រៀងនៅលើវេទិកាណាទេប៉ុន្តែប្អូនហ៊ានឈានជើងឡើងលើវេទិកាដល់អត់មានញ័ររន្ធត់ខ្លាចដូចខ្មោចលងអីអត់សោះសម្លេងគឺប្រហាក់ប្រហែលគ្នាដោយសារប្អូនទី2គាត់សម្លេងចាញ់គេដោយសារអីគាត់អត់សូវមានដងចម្រៀងប៉ុន្តែបើសិនជាហាត់ទៅក៏មិនចាញ់គ្នាប្រហែលដែរឥឡូវសុំសួរដល់បេក្ខជនបើសិនជាឈ្នះយកលុយ$1000ទៅធ្វើអីសម្រាប់ខ្ញុំយកទៅឲ្យប៉ាម៉ាក់របស់ខ្ញុំហ្មងយកទៅឲ្យប៉ាម៉ាក់ប្រមាណភាគរយយកទៅឲ្យប៉ាម៉ាក់50ទុក950ខ្លួនឯងឬយ៉ាងម៉េចអត់ទេឲ្យគាត់ទាំងអស់ហ្មងបងឲ្យទាំងអស់ហើយចាំសុំមកវិញពួកអីលុយទិញកាអាទាំងអស់សិតរបស់គាត់អូនមានបងប្អូនប្រមាណអ្នកមាន4នាក់បង4នាក់ស្រីប្រមាណប្រុសប្រមាណស្រី2ប្រុស2ស្រី2ប្រុស2មិនមែនស្រី3ប្រុស1មែនហ៎ឥឡូវសួរទៅបងអូនថាបាត់វិញថាបាត់ចាបើសិនជាជាប់ឧទាហរណ៍យើងមើលមិនឃើញដែរយើងសម្លេងយើងចាញ់គេមែនប៉ុន្តែយើងបានទៅលើអ្វីមួយកាយវិការទៅអីចឹងណាបាទបងបើសិនជាបានលុយ$1000អូនយកទៅធ្វើអីបរិច្ចាគឲ្យមន្ទីរពេទ្យគុណភៈរូបហា10% 10%បានន័យថា100ហើយទុក900ធ្វើអីទុក900ទៀតទុកពេលដែលខ្ញុំត្រូវការទិញអីឆាត់ចង់បានដែលមិនបាច់សុំដល់ម៉ាក់ចាសុំសួរដល់បេឡាបើសិនជាបាន$1000អូនធ្វើទឹកមុខបែបម៉េចធ្វើមើលធ្វើបែបខ្ជូតបែបខ្ជូតមើលអូនឯងបែបខ្ជូតមួយមើលឥឡូវដល់បងឯងបកាបងធ្លាប់ធ្វើទឹកមុខហ្នឹងដែរតែទឹកមុខបងដែលធ្វើហ្នឹងគឺបងខ្លាចខ្មោចវិញពេលដែលបងឃើញខ្មោចបងឃើញតែទៅចាប់បងបន្លាចខ្មោចវិញចាឃើញបងសោកស្ដាយហើយបើប្អូនពីររូបណាដែលត្រូវចាក់ចេញពីកម្មវិធីអូនកុំភ្លេចឲ្យលេខទូរស័ព្ទបងស្រួលតេរអូនលេងគេលោកបានទៅប្រឡងកន្លែងណាផ្សេងទៀតបងណែនាំចូលចង់និយាយចឹងណាឥឡូវក្តាប់ដៃគ្នាក្តាប់ឲ្យណែនក្តាប់ឡើងបែកញើសហើយមិនបាច់ញញថ្មិញដាក់គ្នាទេកុំញញណាអូនណាអ្នកដែលបានទទួលជ័យលាភីនៅក្នុងវគ្គ1នេះត្រូវទេវគ្គ1ត្រូវទេត្រូវទីយើងតាំងបើកមកឥឡូវទៅមកវគ្គ1ណាចាវគ្គ1នេះគឺបានខ្ញុំគាត់ប្រកាសគឺសបល់ដូចខ្មៅដងខ្ញុំហ៎គឺបានទៅលើឈប់មើលឈ្មោះម្ដងទៀតទៅបងខ្លាចខុសគណៈកម្មការឲ្យនេះមិនមែនសម្រាប់ទៅលើតែគណៈកម្មការសរុបនៅក្នុងកម្មវិធីនេះទាំងអស់ដែលតាមតែគេមើលឃើញដែរគឺបានទៅលើហើយអ្នកដែលជាប់គឺមិនមែនដោយសារការមកច្រៀងតែមួយមុខទេគឺដោយសារគាត់
friend ដែលគាត់ like ចូលច្រើនជាងគេផងដែរដែលគាត់ត្រូវទទួលសរុបជាមួយនឹងបន្ទុកនៅក្នុងកម្មវិធីនេះមិនមែនសម្រាប់តែក្នុងកម្មវិធីនេះគាត់បានទទួលជ័យលាភីទេដោយសារសរុបពី friend របស់គាត់ណាច្រើនជាងគេគឺបានទៅលើទីអបអសាកោលុយគេតាក៏អមែនទីឥឡូវបាន$1000របៀបអ1 2 3អត់ទេទីមែនអរបៀបសាច់តុំដូចគេអញ្ចេះណាចេះណាទីអរបៀបគៀបទៀតណាចាអរគុណច្រើនអញ្ចឹងសម្រាប់ការផ្ដល់បន្ទូនេះគឺគណៈកម្មការរបស់យើងធ្វើការផ្ដល់បន្ទូជូនដល់បេក្ខជនទាំង3រូបរួចហើយគឺមានការសម្រេចពីខាងក្រុមការងាររួមជាមួយនឹងគណៈកម្មការទាំង2រូបដោយសារតែបងបោះស្រាយនៅបទចម្រៀងបានបន្ទូច្រើនហើយមួយវិញទៀតគឺមានការគ្រប់គ្រងនិងការ like ពីមិត្តមិត្តយុវវ័យនៅក្នុង Facebook ហើយមួយបន្ទូទៀតគឺបងទទួលបានពីការឆ្លើយសំណួរទោះបីតែមួយសំណួរនេះស្មើគ្នាក៏ប៉ុន្តែអូនមានបន្ទូផ្សេងទៀតគឺខ្ពស់ពេញចិត្តនឹងលទ្ធផលនេះដែរទេបងសុំសួរបងអូនទាំងពីរអត់អីទេបងពេញចិត្តចាហើយចូលរួមនៅក្នុងកម្មវិធីនេះមានអារម្មណ៍យ៉ាងណាដែរមានអារម្មណ៍ថាសប្បាយមានអត់អន់សពុនចិនអីអត់អីទេការប្រឡងមានតែចាញ់ឈ្នះចាចុះសម្រាប់បងអូនវិញថារោសម្រាប់រូបខ្ញុំមានអារម្មណ៍ថាធម្មតាព្រោះការប្រកួតតែតែមានលេខ1និងលេខ2ចាហើយទៅមានអារម្មណ៍ថាសប្បាយចិត្តដែលបានមកលេងនៅក្នុងកម្មវិធីឬតែចាហើយនេះខ្ញុំក៏សូមជំរាបផងដែរថាកម្មវិធីចា Selfie Contest គឺមិនមែនបញ្ចប់ត្រឹមតែវគ្គនេះទេគឺយើងនៅមានចារដូវកាលទី2ជាបន្តទៀតយើងធ្វើការជម្រាបជូនដល់ចាបងប្អូនក៏ដូចជាមិត្តយុវវ័យអំពីលក្ខខណ្ឌដើម្បីចូលរួមបន្តទៀតអញ្ចឹងនេះគឺជារង្វាន់សម្រាប់បងប្អូនដែលទទួលបានជ័យជំនះទី2សម្រាប់មកខាងមុខមកចាទឹកប្រាក់ចំនួន$1000អើយអូនហើយអូនគ្រាន់តែ selfie សោះអូនបាន$1000ដោយចាយតែឆ្ងាញ់ដៃតែបងចានេះគឺទឹកប្រាក់$1000អូនអរគុណច្រើនណាហើយនេះគឺជារង្វាន់លើកទឹកចិត្តសម្រាប់ចាបងអូនទាំងពីរដែលបានចូលរួមនៅក្នុងកម្មវិធីចាទោះបីជាមិនបានទួជ័យជំនះក៏ប៉ុន្តែមានរង្វាន់លើកទឹកចិត្តផងដែរណាចាអរគុណចាទីមុននឹងបញ្ចប់នឹងកម្មវិធីហើយជម្រាបលាពីទស្សនិកជនមានអីអរគុណដល់ fan ដែលបានជួយ like ហើយនឹងអ្នកដែលគ្រប់គ្រងសម្រាប់ទីដែរជាចុងក្រោយខ្ញុំសូមអរគុណដល់ friend Facebook ខ្ញុំខ្លាំងមែនតើពួកអីពួកគាត់ជួយខ្លាំងមែនតើគាត់ជួយទាំងយប់ទាំងថ្ងៃឲ្យតែខ្ញុំឆាតទៅប្រាប់គាត់ជួយរហូតចាអរគុណច្រើនមែនតើបងចាអរគុណច្រើនណាស់បងវិញចារូបដែលបងបង្ហោះនៅតាម Facebook របស់បងបង្ហោះរូបចឹងហើយបងដាក់ដៃសាពះពីក្រោយសុំលុយចាសុំលុយសុំប្រឲ្យ like ណិតមួយថ្ងៃណាចាអរគុណច្រើនណាស់អរគុណគណៈកម្មការទាំងពីររូបដែលបានផ្ដល់កិត្តិយសចូលរួមនៅក្នុងថ្ងៃនេះដែលបានដាក់បន្ទុកយ៉ាងសុក្រិតជូនដល់បេក្ខជនទាំង3រូបអញ្ចឹងសម្រាប់អ្នកទាំងពីរមានអីសម្រាប់ជូនពរដល់បងប្អូនដែលគាត់អត់ទទួលបានជ័យជំនះនឹងផ្ដាំទៅដល់មិត្តយុវវ័យដទៃទៀតចាសម្រាប់បងអូនប្រុសទាំងពីរដែលមិនបានទទួលជ័យលាភីនៅក្នុងកម្មវិធីរបស់យើងក៏មានអារម្មណ៍អន់សពុនចិត្តពីព្រោះថាការប្រឡងគឺតែងតែមានចាញ់និងឈ្នះហើយសង្ឃឹមថាកម្មវិធីវគ្គក្រោយនឹងមានទៀតអូនអាចបន្តជាមួយនឹងកម្មវិធីរបស់យើងទៀតចាហើយក៏អរគុណសម្រាប់បងអូនទាំង3រូបចាដែលបានចូលរួមនៅក្នុងកម្មវិធីនៅក្នុងថ្ងៃនេះហើយសង្ឃឹមថាបងប្អូនទោះបីជារវល់ទោះបីជាចឹងនិយាយថាស្រឡាញ់សិល្បៈយ៉ាងណាក៏ដោយប៉ុន្តែកុំភ្លេចជាមួយនឹងការសិក្សាហើយជាឲ្យឆ្ងាយអំពីអំពើអបាយមុខផ្សេងចាអរគុណចាអរគុណហើយសម្រាប់បងតកក៏សូមជូនពរឲ្យបងអូនទាំង3ដែលស្ថិតនៅក្នុងការសិក្សាហើយនៅឆ្នាំនេះចាប់ប្រឡងទី12ផងសូមឲ្យបងអូនបានសម្រេចនៅគោលបំណងដែលបងអូនចង់ប្រឡងជាប់ត្រូវខំប្រឹងរៀនណាមិនមែនប្រឡងជាប់ដោយសំខាន់ទៅលើម៉ាក់ប៉ាមានលុយទេគឺកុំអញ្ចឹងពេលដែលយើងសំខាន់ទៅលើម៉ាក់ប៉ាគោលដៅយើងយកលុយពីម៉ាក់ប៉ាទៅដើម្បីជាប់ក៏អត់ល្អដែរពេលដែលគេធ្វើការគេត្រូវរកចំណេះដឹងឲ្យពិតប្រាកដមិនថាអញ្ចឹងទេបងអូនហើយសូមជូនពរឲ្យបងអូនទាំង3ជួបប្រទះតែសុខភាពល្អ
ណាបងអូនណា បាទបង ចាហើយជាចុងក្រោយនេះនាងខ្ញុំក៏សូមអភ័យទោសពីសំណាក់បងប្អូនដែលកំពុងតែទស្សនានៅកម្មវិធីចា The Style បើសិនជានាងខ្ញុំស្រីតកចានិយាយទៅមានការលឺលួខ្ពស់ទាបកាយវិការត្រង់ណាដែលឆ្គំឆ្គងក៏សូមមេត្តាខន្តីអភ័យទោសសម្រាប់នាងខ្ញុំផងសន្យាជួបគ្នាពេលណាដែលគេហៅខ្ញុំមកទៀតចាអរគុណ អរគុណច្រើនអរគុណគណៈកម្មការទាំងពីររូបដែលបានចូលរួមនៅក្នុងកម្មវិធី The Style នៅក្នុងថ្ងៃនេះជួបគ្នានៅក្នុងឱកាសក្រោយទៀតចាអរគុណច្រើនកម្មវិធី The Style របស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់អរគុណនៅការតាមដានទស្សនារបស់អស់លោកលោកស្រីនាងកញ្ញាហើយយើងនឹងជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុងកម្មវិធី The Style សប្តាហ៍ក្រោយដែលចូលដល់រដូវកាលទី2អរគុណច្រើនអនុញ្ញាតជម្រាបលាជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានឹងម៉ោងដដែល